that time cứ đừng khó hỏi và that time cứ khó. Hello everyone, what's up? Dương vừa lục hạt to tiết tiết to tụi nâng tụm rong sầm nụ sau mấy dương tụm rong và đi xe ngày nay dương tụm rong sầm nụ tụm rong sầm nụ còn simple present tense đã nè. Okay, that means simple present và simple present tense nè, simple present tense. Sau đó không tụm rong sầm nụ tụm rong sầm nụ why thì mùi why cái đặc biệt là you study English chẳng cái trong sự thá một hạt ấy bạn chỉ nhẹ riêngភាសាអង់គ្លេសចឹងក្នុងទម្រង់សំណួរមុនវាគឺមាន WH plus WH plus do or does plus subject plus verb 0បាទសញ្ញាសួរចឹងមកមុនសំណួរ WH វាអាចមានឬអត់មានតែនេះគឺមានបាទអញ្ចឹង WH គឺ why មួយហេតុអីអញ្ចឹងយើងបាន WH មួយហើយអញ្ចឹងយើងខ្វែគេផ្លាស់ do or does យក do or does នេះគឺអាស្រ័យទៅលើ subject តើ subject ណាដែលប្រើជាមួយ do subject ណាប្រើជាមួយ does បើ he she it subject ជាកន្លែងនេះជា he she ឬក៏ it អញ្ចឹងកន្លែងនេះយើងយក does បើកន្លែងនេះជា I we you ឬ they ហើយយើងយក do ចឹងមកបាទអញ្ចឹងនៅក្នុងនេះយើងមានមួយណា subject បាទអញ្ចឹង subject គឺ you ហើយបន្តមក verb មួយណាគឺ study រៀននេះបាទអញ្ចឹងយើងដឹង subject you ហើយបើ subject you អញ្ចឹងយើងយកអីគេ do ឬ does យើងយក do អញ្ចឹងយើងដាក់មក why do you why do you បាទ why do you អីគេ verb 0 study why do you study ណាអានេះ subject នេះ subject អានេះ verb 0អញ្ចឹងមកណាអូខេ English in object why do you study English ទី2គេឲ្យបំពេញចន្លោះនឹងដែរ she live near your school អញ្ចឹងកន្លែងនេះគេចង់សួរថាតើនាងរស់នៅជិតសាលារបស់អ្នកឬអញ្ចឹងកន្លែងនេះមាន WH ទេនេះអត់មានអត់អញ្ចឹងបើកាលណាគេឲ្យបំពេញអញ្ចឹងអត់មាន WH ចូលមាន what មាន why where which who how whose whom ហ្នឹងបើអត់មានតែមកគេណាអញ្ចឹងយើងអត់ដាក់ថែមទេដាក់ថែមគឺដឹងតែខុសហើយបាទដាក់ថែមគឺខុសហើយបើគេឲ្យគ្រាន់តែបំពេញចន្លោះអត់មានដាក់ WH question ឲ្យទេកុំថែមមកគេអញ្ចឹងបងប្អូនគ្រាន់តែបំពេញចូលមកបាទបំពេញចូលមកអញ្ចឹងយើងបានកន្លែងនេះគឺមានអីគេយើងគិតបើអត់ WH question នៅក្នុងនេះអត់មាន WH question អញ្ចឹងយើងគិតមកកណាត់នេះទៅណាគិតមកទៅមាន do the subject ហើយ verb មកអញ្ចឹងកន្លែងនេះ she នេះគឺសំដៅលើ subject បាទ subject she ហ្នឹងហើយ live នេះគឺសំដៅទៅលើ verb 0ហ្នឹងឯង verb 0បាទអញ្ចឹងយើងមានហើយអញ្ចឹងនៅពីមុខ subject យើងត្រូវដាក់ do ឬក៏ does អញ្ចឹង do ឬ does យើងមើលលើ subject ហ្នឹងតើ subject នេះជាអីគេ she អញ្ចឹងគឺ she យើងយក does អញ្ចឹងពេញទៅហើយដើមប្រយោគចាំថាពេលយើងសរសេរដើមប្រយោគយើងសរសេរអក្សរធំណា capital letter ណា it must be capitalized អូខេអញ្ចឹងត្រូវសរសេរអក្សរធំបាទ does she live near your school number 3 បាទ number 3 your teacher give a homework every day កន្លែងនេះគេចង់សួរតើគ្រូរបស់អ្នកផ្ដល់កិច្ចការងារសាលាហ្នឹងឲ្យអ្នករាល់ថ្ងៃដែរទេអញ្ចឹងយើងមានហើយ your teacher នេះគឺសំដៅទៅលើ subject give នេះគឺសំដៅទៅលើ verb 0បាទអញ្ចឹង subject verb 0យើងមានហើយអញ្ចឹងយើងខ្វះអីគេ W question ហើយ do does អញ្ចឹងប្រយោគនោះមាន WH question អត់មាន WH ទេមាន what why where which អីហ្នឹងមានអត់គឺអត់មានទេអញ្ចឹងអត់មានអញ្ចឹងបងប្អូនអត់មានទៅថែម WH ជាមួយគេទេអញ្ចឹងយើងគ្រាន់តែគិតមកកណាត់នេះមកដូចនៅក្នុងលំហាត់ទី2នេះសំណួរទី2នេះអញ្ចឹងយើងយក do ឬ does អញ្ចឹងយក do ឬ does កន្លែងហ្នឹងគឺ subject កន្លែងហ្នឹងអញ្ចឹងយក teacher ហ្នឹងគឺសំដៅទៅលើអាច she ឬក៏អាច he ណាបើថាដោយសារកន្លែង teacher អត់មានអាចទេអញ្ចឹងយក teacher គ្រូរបស់អ្នកវាអាចសំដៅទៅលើសព្វនាម he ឬក៏ she នៅក្នុងហ្នឹងតែមួយទេណាតែមួយទេអញ្ចឹងមួយហ្នឹងយកមួយណាក៏បានអាច he ឬក៏ she អញ្ចឹងយើងយក does ណាយើងដាក់ does ពីមុខមកអូខេ does អញ្ចឹងសរសេរអក្សរធំដើមប្រយោគត្រូវសរសេរអក្សរធំបាទអញ្ចឹងយើងបានហើយ
Does your teacher give homework every day? Okay. បាទអញ្ចឹងលំហាត់នឹងមានតែប៉ុណ្្នឹងទេបងប្អូនបើមានអីឆ្ងល់ជាចម្ងល់អីទៀតអាចសួរនៅក្នុងវីដេអូខាងក្រោមនៅក្នុង comment បាន Okay, thank you everybody for watching my video. Let's watch in the next video tomorrow. Goodbye.